មាត្រា386ការបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ក្នុងករណីមានបណ្ដឹងឧទ្ធរណ៍ក្រឡាបញ្ជីនៃតុលាការជាន់ដំបូងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាឧទ្ធរណ៍ក្រឡាបញ្ជីត្រូវផ្ញើនៅក្នុងរយៈពេលដ៏ខ្លីបំផុតជូនទៅដល់ការិយាល័យក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍នៅសំណុំរឿងនៃនីតិវិធីត្រីទី2សេចក្តីចម្លងនៃលិខិតប្តឹងឧទ្ធរណ៍នីមួយៗដោយមានបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើមត្រីទី3សេចក្តីចម្លងនៃសាលក្រមដោយមានបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើមក្នុងករណីមានបណ្ដឹងឧទ្ធរណ៍អំពីសេចក្តីសម្រេចរបស់តុលាការស្តីពីការឃុំខ្លួនជនជាប់ចោទសំណុំរឿងត្រូវបញ្ជូនក្នុងរយៈពេល10ថ្ងៃយ៉ាងយូរគិតពីថ្ងៃប្តឹងឧទ្ធរណ៍លើកលែងតែមានកាលៈទេសៈមិនអាចជំនះបានដែលត្រូវតែមានបញ្ជាក់នៅក្នុងលិខិតបញ្ជូនមាត្រា387ការកំណត់ការបរិច្ឆេទនៃសវនកម្មនិងរយៈពេលជំនុំជម្រះនៅពេលសំណុំរឿងទៅដល់សាលាឧទ្ធរណ៍ប្រធានសភាព្រហ្មទណ្ឌពិនិត្យទៀងទាត់មើលថាតើទម្រង់បែបបទនៃបណ្ដឹងឧទ្ធរណ៍បានត្រឹមត្រូវឬទេនិងកំណត់ការបរិច្ឆេទនៃសវនកម្មសាលាឧទ្ធរណ៍ត្រូវសម្រេចនៅក្នុងរយៈពេលសមស្របក្នុងករណីបណ្ដឹងឧទ្ធរណ៍អំពីសេចក្តីសម្រេចរបស់តុលាការជាន់ដំបូងស្តីពីការឃុំខ្លួនជនជាប់ចោទសាលាឧទ្ធរណ៍ត្រូវសម្រេចក្នុងរយៈពេលខ្លីបំផុតនិងយ៉ាងយូរបំផុតរយៈពេល15ថ្ងៃគិតពីថ្ងៃទទួលសំណុំរឿងមាត្រា388ការជួលដំណឹងនិងដីកាកោះហៅឲ្យចូលមកក្នុងសវនាការប្រធានសភាព្រហ្មទណ្ឌជូនដំណឹងអំពីការបរិច្ឆេទនៃសវនាការដល់អគ្គព្រះអាជ្ញាអមសាលាឧទ្ធរណ៍អគ្គព្រះអាជ្ញាកោះហៅជនជាប់ចោទដើមបណ្ដឹងរដ្ឋប្បវេណីនិងអ្នកទទួលខុសត្រូវរដ្ឋប្បវេណីដោយដែលមានចែងនៅក្នុងវេទិកាទី2ស្តីអំពីដីកាកោះហៅជនជាប់ចោទឲ្យចូលសវនាការនិងវេទិកាទី3ស្តីពីដីកាកោះហៅក្រៅពីជនជាប់ចោទឲ្យចូលសវនាការនៃកន្ធៃទី7ស្តីពីដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដីកាកោះហៅនិងដីកាជូនដំណឹងនៃក្រមនេះមាត្រា389ការផ្ទេរជនជាប់ចោទដែលជាប់ឃុំជនជាប់ចោទដែលជាប់ឃុំត្រូវបានផ្ទេរនៅក្នុងរយៈពេលយ៉ាងខ្លីបំផុតតាមបញ្ជារបស់អគ្គព្រះអាជ្ញាឲ្យទៅនៅក្នុងពន្ធនាគារឬមណ្ឌលឃុំខ្លួនដែលនៅជិតគេបំផុតនៃទីស្នាក់ការរបស់សាលាឧទ្ធរណ៍មាត្រា390របាយការណ៍ឧទ្ធរណ៍ប្រធានសភាព្រហ្មទណ្ឌចាត់តាំងចៅក្រមធ្វើរបាយការណ៍ម្នាក់ចៅក្រមធ្វើរបាយការណ៍នេះអាចជាប្រធានឬជាចៅក្រមអមរបាយការណ៍មានកម្មវត្ថុរៀបរាប់អំពីដំណើររឿងហើយនិងការធ្វើសាលក្រមដែលជូនមកសាលាឧទ្ធរណ៍នេះរបាយការណ៍ត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវដាក់កំណត់សំណុំរឿងរបាយការណ៍ត្រូវតែក្បោះក្បាយល្មមហើយឲ្យតុលាការបានទទួលព័ត៌មានយ៉ាងពេញលេញមាត្រា391ការបើកពិនិត្យមើលសំណុំរឿងនិងការប្រគល់សារណាអគ្គព្រះអាជ្ញានិងមេធាវីអាចពិនិត្យមើលសំណុំរឿងបានរហូតដល់ពេលសវនាការភាគីនិងមេធាវីអាចប្រគល់សារណាដល់ក្រឡាបញ្ជីសារណាត្រូវតែចុះទិដ្ឋាការដោយក្រឡាបញ្ជីដោយមានការបរិច្ឆេទនិងត្រូវដាក់បញ្ចូលទៅក្នុងសំណុំរឿងភ្លាមមាត្រា392
សាធារណភាពនៃកិច្ចពិភាក្សាដេញដោលនិងភាពជាសម្ងាត់នៃការពិភាក្សាដេញដោលការពិភាក្សាដេញដោលដោយប្រព្រឹត្តទៅនៅពេលសវនកម្មជាសាធារណៈប៉ុន្តែប្រសិនបើយល់ឃើញថាភាពជាសាធារណៈនាំឲ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈឬដល់ទលានទម្លាប់តុលាការអាចបង្គាប់ឲ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុងឬមួយផ្នែកបានតាមសេចក្តីសម្រេចដោយមានសំអាងហេតុតុលាការសម្រេចតាមសាលដីកាមួយដាច់ដោយឡែកពីសាលដីកាលើអង្គសេចក្តីឬតាមសេចក្តីសម្រេចពិសេសនៃសាលដីកាលើអង្គសេចក្តីសម្រេចរបស់តុលាការដែលបង្គាប់ឲ្យធ្វើពិភាក្សាដេញដោលជាសម្ងាត់មិនអាចតវ៉ាបានឡើយមាត្រា393ការសួរចម្លើយជនជាប់ចោទក្រោយពីអានរបាយការណ៍រួចប្រធានសួរចម្លើយជនជាប់ចោទអគ្គរាជអាជ្ញាមេធាវីនិងភាគីទាំងឡាយអាចអនុញ្ញាតឲ្យលើកជាសំណួរចោទសួរជនជាប់ចោទគ្រប់ការលើកសំណួរទាំងអស់ត្រូវតែអនុញ្ញាតពីប្រធានសវនាការក្រៅពីសំណួររបស់តំណាងអัยការនិងមេធាវីសំណួរផ្សេងៗទៀតត្រូវតែសួរតាមរយៈប្រធានសវនាការក្នុងករណីមានការជំទាស់ប្រធានសម្រេចដោយអិសរចិត្តថាតើសំណួរនោះត្រូវសួរឬយ៉ាងណាមាត្រា394ការស្ដាប់ចម្លើយដែលប្តឹងរដ្ឋប្រវេណីអ្នកទទួលខុសត្រូវរដ្ឋប្រវេណីអ្នកជំនាញសាក្សីក្រោយពេលសួរចម្លើយជនជាប់ចោទរួចប្រធានស្ដាប់ចម្លើយដើមប្តឹងរដ្ឋប្រវេណីនិងអ្នកទទួលខុសត្រូវរដ្ឋប្រវេណីតាមលំដាប់លំដោយដែលខ្លួនយល់ឃើញថាមានប្រយោជន៍សាក្សីនិងអ្នកជំនាញនឹងត្រូវបានគេស្ដាប់ចម្លើយលុះត្រាតែតុលាការបង្គាប់ឲ្យស្ដាប់ចម្លើយជននោះមាត្រា395លំដាប់លំដោយនៃការនិយាយអគ្គព្រះអាជ្ញានិងមេធាវីឡើងនិយាយតាមលំដាប់លំដោយនៃការហៅឈ្មោះនៅក្នុងគ្រប់ករណីទាំងអស់ជនជាប់ចោទនិយាយក្រោយគេបំផុតមេធាវីមានជនជាប់ចោទត្រូវបានអនុញ្ញាតឲ្យធ្វើការកត់សម្គាល់បន្ថែមដោយសង្ខេបមាត្រា396ការពន្លាតដល់សាលាឧទ្ធរនៅវិធានដែលអនុវត្តចំពោះសាលាដំបូងលើសពីនេះវិធានដែលអនុវត្តចំពោះតុលាការជាន់ដំបូងត្រូវតែយកមកអនុវត្តចំពោះសាលាឧទ្ធរបាទចំពោះទី3ដែលនិយាយអំពីនីតិវិធីចំពោះមុខសាលាឧទ្ធរគឺមានតែប៉ុណ្ណេះសូមលោកស្រីរងចាំសិក្សាបន្តនៅចំពោះទី4ដែលនិយាយអំពីអានុភាពនៃបណ្ដឹងឧទ្ធរនៅវីដេអូបន្ទាប់សូមអរគុណសូមគោរពលា